សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងមកទៀតហើយថ្ងៃនេះនាងមកធ្វើស្ងោរល្ហុងជាមួយនឹងឆ្អឹងជំនីជ្រូកអ្នកទាំងអស់គ្នាវិធីស្ងោរល្ហុងហើយនឹងឆ្អឹងជំនីជ្រូកងាយហើយស្រួលធ្វើឆ្ងាញ់ទៀតហើយគ្រឿងផ្សំស្ងោរល្ហុងរបស់យើងគឺងាយស្រួលរកមែនតើគឺរកនៅផ្សារហ្នឹងហើយអ្នកទាំងអស់គ្នាហើយគ្រឿងផ្សំស្ងោរល្ហុងរបស់យើងអត់មានអីច្រើនទេមានតែល្ហុងហើយល្ហុងរបស់យើងកាត់ជាកង់ដុំទូចៗមកអ្នកទាំងអស់គ្នាហើយល្ហុងខ្ញុំនេះដែរគឺល្ហុងមីងផ្ញើមកពីស្រុកឲ្យអញ្ចឹងណាក៏ផ្ញើតាមឡានមកហើយល្ហុងសុកសាចាំស្លតែគឺបន្តមកទៀតខ្ញុំមានឆ្អឹងជំនីជ្រូកហើយខ្ញុំកាត់ឆ្អឹងជំនីជ្រូកជាកង់ដូចគ្នាចឹងដែរហើយមានផ្កាជារឿហើយនឹងខ្ទឹមសកញ្ច្រាំហើយនឹងស្លឹកខ្ទឹមហ្នឹងឯងអ្នកទាំងអស់គ្នាគ្រឿងផ្សំគឺមានតែប៉ុណ្ណឹងបន្តមកទៀតខ្ញុំក៏ចាក់ខ្លាញ់ដាក់ឆ្នាំទៅបន្តមកទៀតក៏ចាក់ខ្ទឹមសដែលយើងបានកញ្ចាំរួចចូលទៅហើយយើងបំពងវាឲ្យរាងក្រហមទៅអ្នកទាំងអស់គ្នាបន្ទាប់ពីខ្ទឹមរបស់យើងបានក្រហមហើយយើងចាក់ទាំងជំនីជ្រូកយើងចូលទៅហើយទៅពីយើងដាក់ជំនីជ្រូកចូលហើយយើងក៏ធ្វើការដាក់គ្រឿងបន្តទៀតមានទឹកត្រីស្ករអំបិលម្ទេសនិងដល់ពេលយើងដាក់គ្រឿងទាំងអស់នេះចូលហើយយើងធ្វើការកូរវាឲ្យសព្វបន្តិចទៀតមក